ឃើញហើយពិតជាអសូរជាខ្លាំងអ្នកបម្រើនៅក្នុងផ្ទះដែលមានវ័យចំណាស់ប្រហែលជាម្ដាយរបស់ខ្លួនហើយត្រូវបានតកែចិត្តអន្តរធានវាយប្រហារដោយគ្មានញញើតដៃថែមទាំងហ៊ានគំរាមថាយកកំបិតកាត់ដៃកាត់ជើងចោលទៀតផងអាវុធហត្ថបានចាប់ខ្លួនម្ចាស់ហាងការសាឡនដែលមានសង្សារជាជនជាតិចិនប្រព្រឹត្តបទល្មើសអនឡាញស្កេមនៅក្រុងប៉ោយប៉ែតក្រោយពីវាយប្រហារធ្វើបាបគ្មានត្រាប្រណីនិងគំរាមកាត់ដៃកាត់ជើងលើស្ត្រីមេម៉ាយបម្រើនៅក្នុងផ្ទះរបស់ខ្លួនកាលពីរសៀលថ្ងៃទី26ខែមិថុនាឆ្នាំ2026កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ខ្លួនម្ចាស់ហាងការសាឡនបុគ្គលិកាហៅក្រៅកាភាពស្រីអាយុ30ឆ្នាំស្ថិតនៅភូមិបាលីឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយវាយធ្វើបាបនិងបង្ខំស្ត្រីមេម៉ាយដែលបម្រើនៅក្នុងផ្ទះរបស់ខ្លួនយ៉ាងសាហាវឃោរឃៅស្ត្រីរងគ្រោះមានឈ្មោះអ៊ុតខុនអាយុ59ឆ្នាំរស់នៅភូមិប្រជាធម្មលិចសង្កាត់ខ្សាកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាស្ត្រីមេម៉ាយគ្មានកូនគ្មានផ្ទះសម្បែងហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីបានប្រាក់ស្នួលក្រោយមកក៏បានសុំនារីបង្កហេតុខាងលើស្នាក់នៅជាមួយដើម្បីធ្វើជាអ្នកអនាម័យហើយស្នាក់នៅហូបចុកនៅទីនោះជាមួយគ្នាអស់រយៈពេល3ឆ្នាំមកហើយតាមព័ត៌មានបានឲ្យដឹងថាជនជាតិចិនដែលជាប្តីរបស់ជនសង្ស័យខាងលើបានយកទូរស័ព្ទនិងកុំព្យូទ័រជាច្រើនគ្រឿងយកមកផ្ញើនៅជនសង្ស័យនឹងជនសង្ស័យពេលនោះជនរងគ្រោះកំពុងតែធ្វើការងារអនាម័យស្រាប់តែឃើញទូរស័ព្ទ3គ្រឿងធ្លាក់ចេញមកក្រៅហើយខ្លួនក៏យកទូរស័ព្ទនោះទៅលក់ហើយជាមួយនឹងអ្នកទិញទូរស័ព្ទខូចតាមផ្លូវទទួលបាន20,000រៀលស្រាប់តែតកែស្រីជនសង្ស័យបានដឹងថាជនរងគ្រោះយកទូរស័ព្ទយកទៅលក់ខ្លួនក៏បានយកកំណាត់យកទៅវាយទៅលើជនរងគ្រោះបណ្ដារងគ្រោះដែលរងរបួសនិងយកកំបិតយកមកគំរាមផងដែរនឹងថាកាត់ដៃកាត់ជើងចេញផងទៀតផងដែលធ្វើឲ្យមានការភ័យខ្លាចជាខ្លាំងដល់ជនរងគ្រោះ